យើងនឹងចូលមកដល់របៀបនៃការបង្កើត account Notion អញ្ចឹងនៅក្នុងរបៀបនៃការបង្កើត account Notion យើងអាចធ្វើការ login ជាមួយនឹង Google ឬក៏ជាមួយនឹង Apple account ឬក៏ជាមួយនឹង Microsoft account ហើយគ្នាយើងអាចធ្វើការ enter ទៅលើ Gmail ដែលយើងចង់បង្កើតដូចតខ្ញុំនឹងបង្កើត account មួយឈ្មោះបែបនេះហើយយើងចុច continue ត្រង់កន្លែងនេះយើងចុចទៅលើ Google account ហើយយើង sign in ជាមួយនឹង account របស់យើងក៏បានឬក៏យើងបង្កើតវាដោយប្រើប្រាស់ email ក៏បានហើយត្រង់កន្លែងនេះពេលយើងដាក់ email វានឹងផ្ញើ verify code ទៅកាន់ Gmail របស់យើងនេះអញ្ចឹងគ្នាយើងនឹងទទួលបាន code ចូលទៅក្នុង email របស់យើងអញ្ចឹងគ្នាយើងអាចវាយ code ដែលគេបានផ្ដល់ឲ្យយើងហ្នឹងគ្នាយើងព្យាយាមវាយតាមលេខ code លេខ code ដែល Notion ផ្ដល់ទៅក្នុង Gmail របស់យើងបើសិនជាវាមានអក្សរតូចដាក់អក្សរតូចអក្សរធំដាក់អក្សរធំអញ្ចឹងយើងចុច continue អូខេយើងចាំបន្តិចវានឹងលូតមកហើយអូខេអញ្ចឹងតែប៉ុណ្ណឹងយើងទទួលបាន email ឬក៏យើងទទួលបាន account របស់ Notion មួយដែលមានទម្រង់បែបនេះអញ្ចឹងវីដេអូបន្ទាប់យើងនឹងនិយាយគ្នាអំពីរបៀបនៃការចូលទៅប្រើប្រាស់ Notion ឬក៏ get start នៅក្នុងកម្មវិធី Notion